Bà bọn mình đâu mẹn cưỡng dôn nè hay có mẹn chia vật thọ để miên chỉ vật đài nơi bên để dương miên chỉ vật ngay khác có sờ bài ngay khác có sờ bài ngay khác có sọc phiệp lọ bên khác có sọc phiệp mình lọ từ chân tới lẹ khăn mùi nâng vía châu rôm chụp này nơi không đậm đá chỉ vật bà dương bà ưu tiên họ tha lỡ bong phôn tầng ọc ní nơi không đậm đá này ca cái hai thằng lột đom khuôn ai miên sọc phiệp lọ ai khuôn ai miên tụm ngôn màu sòng đá tam để khuôn ai chọn bán còn đôi chia lẹ khăn sọc phiệp đài ngày khác dương trong nhằm ngắn bàn tay dương thử tục chặt tha còn nhằm vì phố nhằm hà năng tứ viên nọp ở passport đó sọc phiệp cái nhằm ở ấy phố lẹ khăn sọc phiệp cái khóc bây giờ cái trong nhằm pin bò pin tràn năng có bán đây phần đại dương hiện đã đặt lời vì phố dương với lơ xẹp dân vì khóc đi thẳng nằng nơi pe đại dương lơ phong tận lơ chiết score háo dương prang phải prang score tiết dương bảo con chơi căn tận lơ nắng dương thử lột đom luôn này hay nơi pe đại dương tam đàn hoạt ngày một món ní vi khoản chỉ bắt bị sọt bước trong mến chỉ nẹt chùm niên hướng ngày hai đợt thăm trong còn mến chỉ nẹt chùm niên hướng sầm mọt tầm ngôn đường ấy đài vi khoản chỉ bắt bị sọt đi để sao để miền bông phun chỉ tràn trong khơi chập ở trong video để tông từ nâng hướng sọc phiệp để tông từ nâng hướng sầm rọ tầm ngôn đường ấy chẳng tức trong có chỉ liệt giấy bị hướng nâng khla để sao để miền bắt bị sọt khla hay bắt bị sọt nâng tiền bắt bị sọt lõ hay bắt bị sọt mình lõ đài cha trong có cầm nát cô đáខ្ញុំត្រឡប់ទៅវិញបងប្អូនដែលធ្លាប់តាមដានវីដេអូខ្ញុំដឹងហើយអ្នកដែលមិនធ្លាប់អាចនឹងដឹងរឿងហ្នឹងជាលើកទី1ក៏ថាបាន5ឆ្នាំមុនខ្ញុំលុតដំខ្លួនឯងបដូររបបអាហារខ្ញុំធ្វើអាហារញ៉ាំខ្លួនឯងខ្ញុំមានក្រិតក្រំខ្ញុំញ៉ាំអាហារ 4-5 ពេលមួយពេលខ្ញុំត្រូវញ៉ាំបន្លែប្រមាណសាច់ប្រមាណហើយខ្ញុំផ្លាស់ប្ដូរឆ្លាស់គ្នារាល់ថ្ងៃអត់ឲ្យធុញទេហើយខ្ញុំត្រូវថ្លឹងទាំងសាច់ទាំងបន្លែទាំងផ្លែឈើហើយខ្ញុំត្រូវមានម៉ោងកំណត់ទៀងទាត់អាហារពេលព្រឹកម៉ោងប្រហែលថ្ងៃម៉ោងប្រហែលល្ងាចម៉ោងប្រហែលហើយអាហារចន្លោះពេលហ្នឹងម៉ោងប្រហែលគឺលុតដំខ្លាំងមែនតើអញ្ចឹងពេលហ្នឹងខ្ញុំឃើញលទ្ធផលហ្នឹងគឺឃើញភ្លាមហើយលទ្ធផលហ្នឹងលឿនហើយសុខភាពល្អហើយមិនស្ទើរតែមិនគួរឲ្យជឿត្រឹមតែរយៈពេល2ខែខ្ញុំអាចសម្រកទម្ងន់កាន់ហ្នឹងតាមខ្ញុំចាំដល់ទៅ12គីឡូចាំមានន័យថាមួយខែ6គីឡូប៉ុន្តែមកដល់ឥឡូវខ្ញុំនៅក្នុងបេសកកម្មស្តៀងគ្នាខ្ញុំត្រូវសម្រកពី72មកដល់58ខ្ញុំលុតដំដូចគ្នាប៉ុន្តែគាត់ថារបៀបដែលខ្ញុំធ្វើវាខុសពីមុនបន្តិចខ្ញុំពីមុនខ្ញុំមានក្រិតក្រមអាហារថ្លឹងអីចឹងទៅលើកនេះខ្ញុំមិនក្រិតក្រមខ្លាំងទេហើយអាហារអីបន្លែត្រីសាច់ក៏ខ្ញុំមិនបានថ្លឹងមិនបានអីដែរគ្រាន់តែខ្ញុំបានដឹងថាតើខ្ញុំគួរញ៉ាំអីនៅថ្ងៃហ្នឹងនៅពេលព្រឹកពេលថ្ងៃឬក៏ពេលល្ងាចអីចឹងទៅហើយពេលខ្លះម៉ោងពេលក៏ខ្ញុំអត់បានទៀងដែរអញ្ចឹងបងប្អូនលទ្ធផលមួយខែដំបូងខ្ញុំស្រកបានតែ4គីឡូរួចហើយក៏លែងស្រកទៅហើយក៏ឡើងមកវិញបន្ទាប់ពីឡើងមកមួយសប្តាហ៍ក្រោយបាទខ្ញុំស្រក1គីឡូវិញអីចឹងទៅអញ្ចឹងសរុបទៅមួយខែកន្លះខ្ញុំទើបតែបាន6គីឡូទេឡើងចុះខុសពីលើកមុនហេតុអីដោយសារខ្ញុំមិនបានគោរពតាមវិន័យនឹងឲ្យ 100% ទេខ្ញុំហ៊ាននិយាយថាអញ្ចឹងព្រោះពេលខ្លះគេហៅថាឈីតខ្ញុំត្រឡប់មកញ៉ាំអាហារធម្មតាហើយគេហៅថាដូចញ៉ាំសងញ៉ាំច្រើនណាពេលយើងមានការជួបជុំពេលមានកម្មវិធីឬក៏ពេលខ្លះខ្ញុំតាំងចិត្តថាល្ងាចខ្ញុំអត់ញ៉ាំទេប៉ុន្តែនៅពេលដែលខ្ញុំត្រូវធ្វើម្ហូបអាហារឲ្យកូនឲ្យគ្រួសារត្រូវញ៉ាំជុំគ្នាអញ្ចឹងក៏ញ៉ាំដែរចាហើយគ្មានអ្នកណាមកបង្ខំឲ្យខ្ញុំញ៉ាំទេប៉ុន្តែខ្ញុំខ្លួនឯងហ្នឹងចង់ញ៉ាំដែរអាហារហ្នឹងមើលតំណងវាឆ្ងាញ់ហើយគ្រឿងទេសដែលខ្ញុំធ្វើអាហារហ្នឹងក៏មិនមែនដូចលើកមុនដែរលើកមុនគ្រឿងផ្សំខ្ញុំមានតែ2មុខទេគឺអំបិលម្រេចយ៉ាងច្រើនខ្ញីអីចឹងតិចទៅប៉ុន្តែក្រៅពីហ្នឹងទេអត់មានទេតែឥឡូវខ្ញុំដាក់គ្រឿងផ្សំធម្មតាចាម្សៅស៊ុបឬក៏អីចឹងទៅញ៉ាំធម្មតាចង់មិនចង់លទ្ធផលហ្នឹងគឺខុសពីមុនហ្នឹងអញ្ចឹង7ខែ54ថ្ងៃហើយខ្ញុំទៅតែនៅក្នុងបេសកកម្មទៅមុខទៅក្រោយដកសងបោកចុះបោកឡើងទៅតែបាន6-7គីឡូដដែលវាអត់ទៅមុខបងប្អូនឃើញទេយើងអ្នកកំណត់លទ្ធផលឲ្យខ្លួនឯង
នៅពេលដែលដល់ចុះដល់គីឡូពី72មក66ហើយយើងញ៉ាំអាហារសងយើងហៅថាឈិតនឹងឈិតវាច្រើនជាងវាច្រើនណាស់ដល់ពេលអញ្ចឹងដែលខ្ញុំវីដេអូមុនខ្ញុំនិយាយថាខំប្រឹងលុតដំចុះមកខំដល់ទៅពេលប្រឡែងញ៉ាំតែពេលម្ដងហ្នឹងស្រាប់តែឡើង1គីឡូមែនរឿងហ្នឹងជារឿងពិតមែនដល់ពេល1គីឡូហ្នឹងហ្មងចុះ1គីឡូហ្នឹងវិញស៊ីអស់មួយអាទិត្យទៀតហើយមកដោយសារវាចុះតែមួយថ្ងៃ2ខាំមួយថ្ងៃ3ខាំពីព្រោះយើងធ្វើបែបហ្នឹងហ៎ប៉ុន្តែសំណួរសួរថាខ្ញុំឈប់អត់ឈប់ទេហើយសួរតែលទ្ធផលហ្នឹងខ្ញុំសប្បាយចិត្តអត់តែខ្ញុំអត់សូវសប្បាយចិត្តប៉ុន្មានដែរទេប៉ុន្តែខ្ញុំក៏អត់បោះបង់ខ្លួនឯងដែរហើយខ្ញុំឆ្ពោះទៅរកគោលដៅរបស់ខ្ញុំត្រូវតែត្រឡប់មកឲ្យខ្លួនឯង58គីឡូវិញនៅក្នុងបេសកកម្ម90ថ្ងៃចាអញ្ចឹងខ្ញុំអស់54ថ្ងៃឯងខ្ញុំនៅសល់ប្រហែលខ្ញុំនៅសល់តែ45ថ្ងៃទៀតណាបងប្អូនចា35ថ្ងៃទៀតទេតាមមួយខែ5ថ្ងៃទៀតទេចាមួយខែ5ថ្ងៃទៀតទេអញ្ចឹងខ្ញុំត្រូវធ្វើម៉េចដើម្បីឲ្យខ្ញុំទៅដល់គោលដៅហ្នឹងហើយការទៅដល់គោលដៅហ្នឹងវានឹងនាំឲ្យខ្ញុំមានសុខភាពល្អជាងហ្នឹងវានឹងនាំឲ្យខ្ញុំមានរូបរាងមួយដែលខ្ញុំអាចត្រឡប់ទៅស្លៀកសម្លៀកបំពាក់5ឆ្នាំ10ឆ្នាំខ្ញុំត្រឡប់ពីមុនទៅត្រឡប់វិញបានអញ្ចឹងអាហ្នឹងវាជាគោលដៅរបស់ខ្ញុំឯងបងប្អូនប៉ុន្តែសម្រាប់បងប្អូនផ្សេងទៀតអាចមានគោលដៅផ្សេងពីខ្ញុំហើយអាចមានរបៀបនៅក្នុងការសម្ងក់ទម្ងន់ហ្នឹងផ្សេងពីខ្ញុំពីពួកខ្ញុំរឿងសំខាន់សុខភាពទី1សុខភាពល្អទី2ឲ្យរាងកាយរបស់ខ្ញុំត្រឡប់ទៅរកគេហៅរូបរាងមួយ shape របស់ខ្ញុំហ្នឹងត្រឡប់ទៅ shape ដែលខ្ញុំចង់បានវិញចាហើយទី3ខ្ញុំអាចមានភាពស្វាហាប់រហ័សរហួននៅក្នុងការបំពេញការងារអាហ្នឹងវាជាគោលដៅរបស់ខ្ញុំប៉ុន្តែបងប្អូនអាចមានគោលដៅផ្សេងគ្នាហើយបងប្អូនខ្លះអាចជ្រើសរើសការប្រើប្រាស់ផលិតផលអីផ្សេងខ្ញុំសូមមិនបកស្រាយពីព្រោះខ្ញុំមិនមែនជាអ្នកជំនាញនៅក្នុងការប្រើប្រាស់ផលិតផលទាំងអស់នោះទេខ្ញុំក៏មិនបានធ្វើការសិក្សាស្រាវជ្រាវថាផលិតផលណាដែលវាសុវត្ថិភាពវាមិនសុវត្ថិភាពដែរបងប្អូនសិក្សាខ្លួនឯងប៉ុន្តែអ្វីដែលខ្ញុំច្បាស់គឺចំណីអាហារដែលយើងហូបរាល់ថ្ងៃហើយបើបានបន្លែ organic បន្លែសរីរាង្គសាច់ឬក៏ស្អីដែលយើងដឹងច្បាស់ថាវាសុវត្ថិភាពទៀតអានឹង 100% គឺយើងអាចគ្រប់គ្រងរបបអាហារហ្នឹងហើយអាចធ្វើឲ្យខ្លួនឯងមានសុខភាពល្អបានចា៎អញ្ចឹងជាសរុបមកវិញខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាកុំបាក់ទឹកចិត្តអីហើយកុំខឹងខ្លួនឯងនៅពេលដែលខ្លួនឯងធ្វើកិច្ចការងារមិនបានផលហើយឲ្យខ្លួនឯងបន្តទៅមុខទៀតយកលទ្ធផលដែលខ្លួនឯងកំណត់ថាត្រូវតែបានហ្នឹងឆ្ពោះទៅរកលទ្ធផលហ្នឹងទៅហើយព្យាយាមត្រឡប់ទៅឆ្លុះបញ្ចាំងមើលវិន័យខ្លួនឯងត្រឡប់វិញថាតើយើងបានគោរពតាមវិន័យខ្លួនឯងហើយនៅដែលពាក្យគេថាចាប់ផ្ដើមជាការលំបាកឯងប៉ុន្តែនៅពេលដែលបានចាប់ផ្ដើមហើយការដែលលុតដំឲ្យមានវិន័យនោះគឺរឹតតែជារឿងសំខាន់ដែលយើងត្រូវធ្វើហើយលទ្ធផលដែលយើងបានមកគឺបានដោយសារតែធាតុផ្សំធំបំផុតហ្នឹងគឺវិន័យហ្នឹងតែម្ដងចាពីព្រោះវិន័យវានាំឲ្យយើងញ៉ាំអាហារដែលមានគេហៅថាក្រិតក្រមកំណត់វិន័យនាំឲ្យយើងអាចសម្រាកមួយទៀតតកតងទៅនឹងការសម្រាកបានគ្រប់គ្រាន់ហ្នឹងក៏ជារឿងសំខាន់ដែរខ្ញុំមិនចោះដោយសារតែខ្ញុំគេងមិនបានគ្រប់ទេគ្រប់មានន័យថា7 8ម៉ោងតែខ្ញុំពេលខ្លះបានតែ4 5ម៉ោងអីចឹងទៅអញ្ចឹងអាហ្នឹងក៏វាធ្វើឲ្យទម្ងន់របស់យើងនៅត្រឹងដែរហើយមានបងប្អូនមួយចំនួនគាត់ប្រើវិធីគេហៅថា fasting ណាអញ្ចឹងបងអត់អាហារប៉ុន្តែមុននឹងសម្រេចចិត្តមកអត់អាហារហ្នឹងត្រូវប្រឹក្សាយោបល់ជាមួយអ្នកជំនាញវិជ្ជបណ្ឌិតឬក៏អ្នកជំនាញរបបអាហារសិនទៅគាត់នឹងឲ្យយោបល់មកយើងប្រាប់ថានៅចន្លោះពេលដែលយើងប្រអត់ហ្នឹងយើងអាចញ៉ាំអីបានចាក្រៅពីទឹកបើសិនជាយើងញ៉ាំទឹកហើយយើងមានអារម្មណ៍ថាយើងវិលមុខយើងធីងធងយើងអត់ស្រួលខ្លួនត្រូវតែមានវិធីមានដំណោះស្រាយកុំទ្រាំឲ្យខ្លួនឯងអត់ហើយនាំឲ្យប៉ះពាល់ដល់សុខភាពវិញលក្ខខណ្ឌរាងកាយរបស់យើងខុសៗគ្នាអ្នកខ្លះគេបង្អត់អាហាររហូតដល់23លើ1អីចឹងមានតែមួយថ្ងៃគេញ៉ាំតែម្ដងទេប៉ុន្តែអ្នកខ្លះអត់អាចទេមួយថ្ងៃញ៉ាំ2ដងអីចឹងទៅកុំតាមគេតាមសុខភាពខ្លួនឯងវិញអញ្ចឹងកន្លែងនឹងមួយក៏ជាហេតុផលដែលធ្វើឲ្យយើងមិនស្រកដែរចាអានោះវាក៏ជាបទពិសោធន៍របស់ខ្ញុំដែរអញ្ចឹងបើដល់បច្ចុប្បន្នស្ថានភាពវ័យរបស់ខ្ញុំស្ថានភាពសុខភាពរបស់ខ្ញុំការញ៉ាំរបស់ខ្ញុំ
ធ្វើឲ្យលទ្ធផលខ្ញុំអត់ដូចមុននេះ5ឆ្នាំមុនផ្សេងវ័យខ្ញុំផ្សេងខុសត្រូវគ្នា5ឆ្នាំរាងកាយប្រព័ន្ធខាងក្នុងនេះគ្រប់គ្រងសុខភាពហ្នឹងក៏ខុសគ្នាការរស់នៅក៏ខុសគ្នាស្ថានភាពការងារការសិក្សាអីក៏ខុសគ្នាដែរអញ្ចឹងអ្វីដែលជាប្រសិទ្ធភាពបើឲ្យខ្ញុំមកដល់ឥឡូវគឺ fasting នឹងឯងគឺ fasting កាន់តែយូរគឺកាន់តែអាចសម្រកទម្ងន់បានច្រើនចាអញ្ចឹងអាចដល់ទៅមួយថ្ងៃញ៉ាំតែម្ដងទេញ៉ាំម្ដងហ្នឹងវាជួយឲ្យយើងអាចសម្រកទម្ងន់បានដែរហើយយើងអាចមានសុខភាពប៉ុន្តែថ្ងៃខ្លះធ្វើការងារច្រើនអាចនឹងទប់មិនជាប់ក៏ត្រូវមានអាហារមួយចំនួនហើយយើងអាចបរិភោគបាននៅក្នុងចន្លោះពេលហ្នឹងដែរខ្ញុំមានមិត្តភ័ក្តិខ្ញុំមានរៀបចំបងមួយចំនួនគាត់ធ្វើបានគាត់ធ្វើការបង្អត់អាហារមួយថ្ងៃគាត់ញ៉ាំតែម្ដងហើយទម្ងន់គាត់ស្រស់ហើយគាត់សុខភាពល្អហើយគាត់បានជួយទៅព្យាបាលជំងឺគាត់បានខ្លះខ្ញុំសុំមិននិយាយថាជំងឺអីទេហើយព្រោះកុំឲ្យបងប្អូនមានការយល់ថាអូការដែលបង្អត់អាហារព្យាបាលជំងឺបានខ្ញុំសុំមិនបកស្រាយលើចំណុចហ្នឹងទេគ្រាន់តែថាវាជាផ្នែកមួយដែលជួយឲ្យយើងអាចសម្រកទម្ងន់បានដោយសារតែពេលបង្អត់ទៅតាមអ្នកជំនាញគេនិយាយមកគឺរាងកាយរបស់យើងវាចេះជួយទៅយកអ្វីដែលវាលើសហ្នឹងយកមកបំលែងឲ្យទៅជាសារធាតុចិញ្ចឹមហ្នឹងអាចជួយឲ្យជួយផ្គត់ផ្គង់នៅក្នុងរាងកាយរបស់យើងបានអញ្ចឹងណាបងប្អូនខ្លាញ់ដែលលើសស្ករដែលលើសអីហ្នឹងគឺវាបំលែងមកឲ្យជាជាតិអាហារទៅជាធម្មពលដែលយើងអាចទ្រទ្រង់រាងកាយយើងបានប៉ុន្តែសរុបមកវិញបងប្អូនអាចគ្រាន់តែទទួលនៅបទពិសោធន៍ខ្ញុំមួយចំនួនទេប៉ុន្តែបើចង់អនុវត្តគួរតែរកជំនួយទៅគួរតែរកអ្នកជំនាញទៅគួរតែរកអ្នកប្រឹក្សាយោបល់ដែលអាចមានបទពិសោធន៍ច្បាស់លាស់ហើយលើសម្បូរណាស់ទៅរកអ្នកណាដែលបងប្អូនគិតថាជឿទុកចិត្តបានជឿជាក់បានសួរយោបល់គាត់សួរវិជ្ជបណ្ឌិតដែលមានជំនាញលើផ្នែកហ្នឹងទៅគាត់អាចនឹងឲ្យយោបល់យើងបានហើយណាបងប្អូនចឹងត្រឡប់មកវិញសូមលើកទឹកចិត្តឲ្យបងប្អូនបន្តដំណើរនឹងតទៅមុខទៀតហើយបើបងប្អូនណាដែលនៅក្នុងបេសកកម្មស្តៀងខ្ញុំតោះយើងលើកទឹកចិត្តគ្នាហើយយើងទៅទាំងអស់គ្នាចាំទៅជួបគ្នានៅលើកំពូលភ្នំ See you at the top អរគុណចា៎